សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានមេរៀនថ្មីចង់មកបង្ហាញអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹង clause 14.2 នៅក្នុង FIDI contract និយាយអំពី advance payment អញ្ចឹងយើងធ្លាប់លើពាក្យថា advance payment មានន័យថាម៉េចពាក្យ advance payment នេះ advance មានន័យថាឲ្យមុនអញ្ចឹង payment ការ pay អញ្ចឹងការ pay ឲ្យមុនអញ្ចឹងឥឡូវ content ថ្ងៃហ្នឹងខ្ញុំនិយាយរៀបរាប់មាន5ចំណុចចឹងចំណុចទី1 definition នៃ advance payment purpose គោលបំណងទី3 key provision ទី4តកតងជាមួយនឹង recovery mechanism ហើយទី5ចុងក្រោយនេះតកតងជាមួយនឹង practical note អញ្ចឹងទាំងអស់គ្នាមើលថា definition ហើយ purpose នៃ advance payment ហ្នឹងមានអីគេខ្លះទី1តកតងជាមួយនឹងdefinition គឺ lump sum paid by employer to contractor before construction begin កន្លែងនេះមានន័យថាជាចំនួនមួយដែលម្ចាស់គម្រោងឲ្យទៅកាន់អ្នកសាងសង់មុនពេលដែលការសាងសង់ហ្នឹងបានចាប់ផ្ដើមហើយ purpose គោលបំណងគឺ improve contractor cash flow support mobilization material ហើយនិង site set up កន្លែងនេះមូលហេតុដែលខាងម្ចាស់គម្រោងឲ្យលុយគេហៅប្រាក់កក់ advance payment ហ្នឹងគឺដោយសារតែចង់ឲ្យ contractor cash flow ហ្នឹងដើរបានល្អហើយតកតទៅនឹង support ទៅដោយការ mobilization ការដឹកគ្រឿងចក្រដឹកតកតទៅនឹង main equipment ចូលណាហើយនឹងដូចជាការទិញ material ទិញអី site preparation site set up ត្រូវទិញមានលបងមានអីចឹងណាអញ្ចឹងហ្នឹងហើយជាមូលហេតុដែលខាងម្ចាស់គម្រោងហ្នឹងគាត់ឲ្យលុយគេហៅប្រាក់កក់ advance payment ទៅឲ្យខាង contractor អូខេអញ្ចឹងបន្ទាប់មកតទៅនឹង key provision key provision នេះវាមាន3សំខាន់ណាតែទី1គឺថា typically advance payment ហ្នឹងគេឲ្យពី10ទៅ20%នៃ contract amount stated in particular condition កន្លែងនេះគេចង់មានន័យថាមានន័យថាជាធម្មតានៅក្នុង FIDI contract ហ្នឹងគេឲ្យតែ 10% នៃ contract amount នេះតែបើសិនបើម្ចាស់គម្រោងគាត់ចង់ឲ្យ 15% ឬក៏ 20% គេនឹងសរសេរនៅក្នុង particular condition này ថាអូខេគេកែ clause 14.2 ហ្នឹងពី 10% ទៅជា 20% ខ្ញុំឧទាហរណ៍ហើយទី2គេថា require advance payment guarantee bank ឬក៏ insurance កន្លែងនេះសំខាន់ណាមុននឹងគេឲ្យលុយមកយើងគេមិនចេះតែទុកចិត្តយើងទេអញ្ចឹងខាងអ្នកសាងសង់ហ្នឹង contractor ក៏ត្រូវទៅរកធនាគារឬក៏ក្រុមហ៊ុន insurance ដើម្បីចេញជា guarantee ដែលគេហៅថា advance payment guarantee ខាងស្ដាំដៃនេះជា sample ដែលជា advance payment guarantee ចេញដោយធនាគារអញ្ចឹងធនាគារមួយគេមាន form របស់គេឧទាហរណ៍ថាអតិថិជនឲ្យយើង 10% អញ្ចឹងadvance guarantee យើងគឺចំនួនស្មើ 10% ដែរពេលមានបញ្ហាអីខាងគេហៅថាម្ចាស់គម្រោងហ្នឹងគាត់អាចដកលុយនឹងបានណាទី3 recovery through deduction from interim payment កន្លែងនេះគេចង់មានន័យថាលុយកក់ដែលខាងម្ចាស់គម្រោងឲ្យយើងហ្នឹងគេនឹងកាត់មកយើងវិញតាម interim payment នេះគឺឲ្យយើង claim ប្រចាំខែយើង claim ប្រចាំខែឬក៏ claim តាម milestone ហ្នឹងគឺគេនឹងកាត់លុយយើងហើយគេកាត់របៀបណាគេមានបញ្ជាក់ detail នៅក្នុង clause មួយនឹងទៀតអញ្ចឹងថ្ងៃហ្នឹងយើងយល់ពីប៉ុណ្ណឹងសិនទៅឥឡូវតកតងជាមួយនឹង practical note កន្លែងនេះត្រូវចាំមូលហេតុថា advance payment ហ្នឹងវាសំខាន់ដោយសារអីដោយសារ employer risk secure by guarantee ចំណែកឯ contractor mobilize faster ហើយ reuse delay កន្លែងនេះមានន័យថានៅពេលដែល contractor គាត់មានធនាគារចេញ advance payment guarantee ឲ្យអញ្ចឹងខាងអតិថិជនគឺម្ចាស់គម្រោងគាត់អត់មានភ័យអីទៀតទេគាត់អត់ភ័យថាយកលុយគាត់ 10% ហើយបើកហើយរត់បាត់អីអញ្ចឹងអត់មានទេដោយសារអីយើងមាន bank guarantee ឲ្យគេហើយពេលមានបញ្ហាខាងម្ចាស់គម្រោងហ្នឹងនិយាយទៅ bank គឺគេប្លុកលុយនឹងបានណាអញ្ចឹងកន្លែងហ្នឹងគឺ risk គឺ lower សម្រាប់ម្ចាស់គម្រោងចំណែកឯ contractor នៅពេលដែលគាត់បានលុយហ្នឹងគឺគាត់នឹង mobilize ហ្នឹងមានន័យថាគាត់ដឹកគ្រឿងចក្រដឹកអីវ៉ាន់ចូលឧទាហរណ៍ថាការងារហ្នឹងជាការងារមានខួងគ្រឹះអីគេមានម៉ាស៊ីនមានអីគាត់ដឹកចូលលឿនហ្មងហើយវា reuse delay
បច្ចេកហ្នឹងពេលដែលមានលុយ advance payment គឺបច្ចេកហ្នឹងដើរលឿនហើយតាមធម្មតានៅពេលដែលcontractor គាត់មានលុយគឺគាត់អាចធ្វើអីលឿនអញ្ចឹងណាអូខេអញ្ចឹងតើតើនឹង recovery mechanism កន្លែងនេះមានន័យថាមានន័យថាពេលដែលគេឲ្យលុយយើង 10% ហ្នឹងមកវិធីដែលគេកាត់យកទៅវិញគេកាត់របៀបណាខ្ញុំឧទាហរណ៍ថាបច្ចេកហ្នឹងរយៈពេល6 ខែអញ្ចឹងគេឲ្យលុយ advance payment 10% អញ្ចឹងរៀងរាល់ខែដែលយើង claim លុយគេហ្នឹងគេត្រូវកាត់យើងរបៀបណាគេនឹងបញ្យល់បន្ថែមទៀតអញ្ចឹងកន្លែងនេះកាត់គេថា deduction from interim certificate until fully repaid before substantial completion អាពាក្យ substantial completion នេះមានន័យថាការងារបញ្ចប់អស់ហើយអញ្ចឹង contractor គាត់អាចចេញគេហៅ taking over certificate គាត់ apply for taking over certificate ពីខាងម្ចាស់គម្រោងបានអញ្ចឹងការកាត់លុយអា 10% ដែលយើង advance លុយគេមកមុនហ្នឹងគឺយើងអាចកាត់បានមានន័យថាកាត់តអស់មុនពេលដែលបច្ចេកហ្នឹងចប់អូខេអញ្ចឹងអរគុណទាំងអស់គ្នាថ្ងៃហ្នឹងមានខ្លីៗត្រឹមប៉ុណ្្នឹងទេចាំមើលវីដេអូក្រោយខ្ញុំនឹង spot យកកន្លែងសំខាន់ដែលក្នុង FIDI contract ហ្នឹងឧស្សាហ៍យកមកនិយាយហ្នឹងហើយទាំងអស់គ្នាអរគុណច្រើនបាយបាយជម្រាបលា